ទីហ៊ានខ្មែរប្រឹងប្រែងការពារទឹកដីសាច់ស្រស់ឈាមស្រស់ថ្វាយដល់ទឹកដីជន់ជិនគេដំណើរដ៏អស្ចារ្យដើម្បីបង្ហាញជូនដល់ពិភពលោកទៅខ្ញុំខ្លាចថាដែលស្ទើរជំនាញ មនុស្សយើងអាចនឹងមកតាន់អាចនឹងជួយយើងហើយយើងក៏នឹងមានជ័យជំនះទៅលើពួកវាមានសង្ឃឹមតិចតួចប្រសើរជាងគ្មានសង្ឃឹមយ៉ាងណាក៏ដោយអ៊ំចាស់ហើយអ៊ំយកជីវិតចុងក្រោយមួយនេះដើម្បីថ្វាយជូនប្រទេសជាតិពិតជាមាន រាជនីរត់ទៅ